បាទក្នុងពេលទៅជាតិជាប្រធានក្រុមទី8ដែលមានសមាជិកចំនួន5នាក់ដែលមានដូចជារៀបសួរនាងខ្ញុំឈ្មោះនឿនឡៃហៀងនាងខ្ញុំឈ្មោះថាថាវរីខ្ញុំបាទឈ្មោះក្លងសុភាពីផ្ទោខ្ញុំបាទឈ្មោះបេសុខមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃដេប៉ាតឺម៉ង់ប្រវត្តិវិទ្យាតែថ្ងៃនេះក្រុមយើងខ្ញុំចុះមកកម្មវិធីនៅប្រាសាទភ្នំពិសោធន៍តោះទៅទស្សនាទីតាំងជម្រះនៅប្រាសាទភ្នំពិសោធន៍បងប្អូនទីតាំងរបស់ប្រាសាទភ្នំជីសូរទាំងអស់គ្នាប្រាសាទភ្នំជីសូរស្ថិតនៅឃុំដកពោឃុំរវៀងស្រុកសំរោងខេត្តតាកែវបើយើងធ្វើដំណើរពីរាជធានីភ្នំពេញមកមានចម្ងាយប្រហែល62គីឡូម៉ែត្របើធ្វើដំណើរពីទីរួមខេត្តតាកែវមកមានចម្ងាយប្រហែល27គីឡូម៉ែត្រភ្នំជីសូរមានកម្ពស់130ម៉ែត្រគេនិយមឡើងលើភ្នំជីសូរតាមជណ្ដើរថ្មខាងលិចដែលមានចំនួន390កាំហើយចុះតាមជណ្ដើរខាងត្បូងដែលមានចំនួន412កាំនៅប៉ែកខាងត្បូងនៃប្រាសាទមានវិហារពុទ្ធសាសនាសង់ថ្មីមួយនិងនៅខាងក្រោមមានសាលាធម្មសភាមួយខ្នងដែលមានកុដិព្រះសង្ឃនិងមានទីសក្ការៈតូចមួយទៀតហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ហើយភ្នំជីសូរក៏ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្ររបស់ខេត្តតាកែវផងដែរតោះទៅដឹងពីប្រវត្តិនៃការកសាងប្រាសាទភ្នំជីសូរទាំងអស់គ្នាកាលពីព្រេងនេះមានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសមួយកន្លែងស្ថិតនៅខាងកើតភ្នំជីសូរនៅជិតមាត់ទន្លេមួយឈ្មោះថាទន្លេអោករាជនិវេសឈ្មោះថាសែនភូរាំងដែលមានឈ្មោះនិងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសពថ្ងៃនេះកាលនោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្ដេចដែលពាក្យរាជសព្ទហៅថាពិធីចម្រើនព្រះកេសព្រះរាជឱរសក្នុងគ្រានោះដែរក៏មានពួកព្រាហ្មណ៍ជាគ្រូអាចារ្យសំខាន់បានជូនពរសពសាធុការពរជ័យដល់ព្រះរាជឱរសនោះប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យដល់ព្រះរាជឱរសថាសូមឲ្យខ្លាញ់ដូចស្រមោចឲ្យពូកែដូចខ្មោចនិងមានចិត្តមុតដូចស្រីគ្រានោះដែរមជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និងព្រះមហាក្សត្រផងដែរបានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយស្ដេចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យព្រាហ្មណ៍នោះបានបកស្រាយដូចជាប៉ុន្តែបើគេយកមកចូលទំហំពិនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេឃើញស្រមោចមួយពំទៅបាត់នោះហើយដែលហៅថាខ្លាញ់ដូចស្រមោចអូទី2ពូកែដោយខ្មោចគឺឲ្យយកខ្មោចតៃហោងទាំង7ទៅគប់នឹកណោជិតគ្នាបរិវេណតែមួយមានរាងជារង្វង់ហើយមានគប់ផ្ទើប្រាក់នៅទីកណ្ដាលនោះដែរនៅពេលដែលយុគគេ
មានរៀបចំផេះពុតធុកសែននៅទីនោះដែលគេសួរថាតើមាននរណាហ៊ានទៅជីកកកាយយកផ្ទើប្រាក់ទាំងយុគឬក៏អត់គេថាមិនមាននរណាហ៊ានទៅជីកយកទេនោះហើយដែលគេហៅថាមានរឹតពូកែដូចខ្មោចនោះរចនាបថសម្ព័ន្ធប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួនបើតាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រុមនាងខ្ញុំប្រាសាទភ្នំជីសូរនេះមានស្ថានរាងជាកាកបាទតែទំហំខុសគ្នាដែលមានបណ្ដោយ60ម៉ែត្រនិងទទឹង50ម៉ែត្រហ៊ុមព័ទ្ធដោយកំផែងឬកំផែងពីរជាន់ដែលកសាងឡើងអំពីថ្មបាយក្រៀមប្រាសាទភ្នំជីសូរកសាងឡើងតាមប្លង់តម្រៀបប្លង់លើអបណ្ដោយពីលិចទៅកើតរត់តគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំមានប្រាសាទសែនថ្មឬឈ្មោលថ្មជាពាក្យបាលីសំស្ក្រឹតដែលមានន័យថាគោដែលសំដៅលើគោនិរិនដែលជាយានជំនិះរបស់ព្រះឥសូរប្រាសាទសែនថ្មសម្រាប់តម្កល់គោនិរិនប្រាសាទសែននវាំងឬហៅថាសែនភូវាំងនិងទន្លេអ៊ុំដែលទន្លេអ៊ុំជាបារាយឬតំណាងឲ្យទន្លេកុងគ្រាប្រើប្រាស់សម្រាប់ពិធីសិវលឹង្គដើម្បីធ្វើពិធីលាងបាបក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំព័ទ្ធដោយថេរជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើតនៅចំកណ្ដាលបរិវេណគីប្រាង្គប្រាសាទមានប្លង់កបាតលយទៅខាងកើតដោយមណ្ឌបនៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃបណ្ណាល័យពីរបែរមុខទៅទិសខាងលិចឥឡូវនេះយើងចូលមកដល់ប្លង់នៃប្រាសាទដែលខ្ញុំនឹងបង្ហាញនៃក្លងនៃប្រាសាទគឺក្លងទ្វារនៅទិសខាងកើតនៃប្រាសាទភ្នំជីសូរដែលនៅក្លងទ្វារនៃទិសខាងកើតនេះដែរគឺគេសាងសង់ដោយមានសសរផ្អោបហើយនិងសសរពេជ្រហើយសម្រាប់សសរទាំងពីរនេះដែរគឺមានអាយុកាលប្រហែលជា1000ឆ្នាំបើតាមការសិក្សារបស់នាងខ្ញុំហើយនឹងមានចម្លាក់របងតារិស័យដែលគេសម្គាល់ទៅរចនាបថរបស់បាពួនហើយសម្រាប់សសរពេជ្រនេះដែរគឺគេសាងសង់នឹងទ្រទៅជាមួយនឹងផ្ដែសម្រាប់រូបនេះផងដែរគឺជារូបផ្ដែនៅមុខប្រាសាទដែលគេបានចម្លាក់រូបរាហូលេបចានឬក៏រាហូចាប់ចានដែលគេលើកពីរឿងសមុទ្រកូរទឹកដោះដែលសំដៅទៅលើកេតុដែលជាបិសាចចេញពីភ្នួងសក់របស់ព្រះឥសូរដោយសារកេតុនេះគឺជាអ្នកជួយដល់ព្រះឥសូរនៅពេលដែលរាហូបំណងពងចាប់រំលោភប្រពន្ធរបស់ព្រះឥសូរតើបកេតុចេញពីភ្នួងសក់របស់ព្រះឥសូរមកចាប់រាហូស៊ីហេតុនេះហើយទើបគេចម្លាក់រូបរាហូលេបច័ន្ទទៅលើផ្ដែនៃក្លោងទ្វារជញ្ជាំងប្រាសាទហើយនេះគឺជារូបរាងទាំងមូលនៃក្លោងទ្វារប្រាសាទនៅទិសខាងកើតរបស់ប្រាសាទភ្នំជីសូរនេះជាកំផែងដែលនៅខាងមុខនៃប្រាសាទភ្នំជីសូរដែលសាងសង់ដោយថ្មភក់និងថ្មបាយក្រៀមតម្រៀបគ្នាជាពីរនៅក្នុងក្រៅគម្លាតគ្នាប្រហែលជា2ម៉ែត្រហើយនៅខាងលើមានតម្រៀបថ្មធ្វើជាដំបូលប្រក់ពីលើដែលកំផែងថ្មទាំងនេះមានអាយុកាលចំណាស់ទៅធ្វើឲ្យមានការបាក់បែកបន្តិចបន្តួចនឹងបានសាងសង់ឡើងវិញដោយឥដ្ឋដែលរៀបសាងសង់សារជាថ្មីដូច្នេះហើយនៅក្នុងប្រាសាទភ្នំជីសូរគឺគេសាងសង់ឡើងដោយបច្ចុប្បន្នគឺថ្មភក់ថ្មបាយក្រៀមហើយនឹងឥដ្ឋដែលមនុស្សយើងសម័យបច្ចុប្បន្នគាត់មកកសាងកន្លែងដែលបាក់បែកខូចខាតទៅនាពេលកន្លងមកដើម្បីធ្វើឲ្យប្រាសាទមានរចនាបថទៅទម្រង់ដើមនៃសម័យដែលសាងសង់វិញហើយនេះផងដែរគឺជារូបរាងខាងក្នុងនៅក្នុងប្រាសាទភ្នំជីសូរហើយនេះដែរគឺជារូបរាងនៅក្នុងប្រាសាទភ្នំជីសូរដែលយើងចូលទៅដល់ខាងក្នុងដូច្នេះហើយសូមអញ្ជើញទស្សនាទាំងអស់គ្នា
យើងចូលមកមេទ្វាខាងជើងតែនេះគេហៅថាហៅត្រៃនេះគេហៅបណ្ណាល័យតែនៅក្នុងបណ្ណាល័យនេះគឺមានសិលាចារឹកមួយដែលគេចានៅជាប់វាយោងតាមប្រភពសិលាចារឹកនានាយើងបានដឹងថាភ្នំជីសូរកាលពីបុរាណហ្នឹងមានឈ្មោះហៅស្តៀងគ្នាថាស្រីបាវត្តស្រីសូបាវត្តឬស្រីសូគិរីដែលមានន័យថាភ្នំនៃព្រះបាទស្រីសូរ្យវរ្ម័នទី1ឬសូរ្យវរ្ម័នទី2ហើយនៅប្រាសាទហ្នឹងអ្នកស្រាវជ្រាវឃើញសិលាចារឹកចំនួន4ផ្ទាំងដែលមានចុះការបច្ឆេទលេខបញ្ជីសារពើភ័ណ្ឌសិលាចារឹកខ្មែរហ្នឹងគឺ K31 K32 K33 និង K34 ហើយនៅក្នុងអត្ថបទនេះយើងជ្រើសរើសយកតែសិលាចារឹកមួយផ្ទាំងប៉ុណ្ណោះមកសិក្សាគឺសិលាចារឹក K33 យើងដឹងហើយថាបច្ចុប្បន្នហ្នឹងគឺសិលាចារឹក K33 ហ្នឹងគឺរក្សាទុកនៅសារមន្ទីរគីមេនៃប្រទេសបារាំងអត្ថបទចាជាភាសាខ្មែរបុរាណការបច្ឆេទ2គឺផ្នែកដំបូងចុះការបច្ឆេទនៅគ្រិស្តសករាជ1015និងនៅផ្នែកបន្ទាប់ចុះការបច្ឆេទនៅគ្រិស្តសករាជ1017សរុបមាន36បន្ទាត់សិលាចារឹកនេះធ្លាប់មានការសិក្សារួចមកហើយដូចជាលោកសុដេសដែលបានសិក្សាសិលាចារឹក K33 និងសិលាចារឹក K34 ហើយចុះផ្សាយក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាក្បាលទី3និងបោះពុម្ពឆ្នាំ1951សរសេរជាភាសាបារាំងបន្ទាប់មកលោក Philip បានសិក្សាអំពីសិលាចារឹកនេះនៅក្នុងស្នាដៃរបស់លោកហើយចេញផ្សាយលើគេហទំព័ររបស់លោកជាភាសាអង់គ្លេសនៅក្នុងអត្ថបទផ្នែកទី1នៃសិលាចារឹក K33 ហ្នឹងបានរៀបរាប់ពីទ្រព្យដែលម្ចាស់សិលាចារឹកនេះយកទៅជាវដីវាស់វែងព្រំប្រទល់ដីការកសាងអាស្រមគ្រឿងរដាប់បូជាសម្រាប់វេលាសង្ក្រាន្តនិងអ្នកបម្រើដែលឲ្យទៅអាស្រមចំណែកឯអត្ថបទផ្នែកទី2វិញចុះការបច្ឆេទនៅគ្រិស្តសករាជ1017ហ្នឹងគឺរៀបរាប់អំពីព្រះរាជបន្ទូលព្រះមហាក្សត្រតាមរយៈព្រះអាល័ក្ខសរុបសេចក្តីមកប្រាសាទភ្នំជីសូរហ្នឹងមានឈ្មោះពេញថាប្រាសាទភ្នំជីសូរចំណែកឯអ្នកកសាងប្រាសាទហ្នឹងគឺព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទសូរ្យវរ្ម័នទី2ការបរិច្ឆេទហ្នឹងគឺដើមសតវត្សទី11ប្រាសាទហ្នឹងគឺឧទ្ទិសថ្វាយព្រាហ្មណ៍សាសនាហើយរចនាបថវិញគឺរចនាបថឃ្លាំងនិងរចនាបថដពួនដែលមានទីតាំងនៅភូមិដកពឃុំរវៀងស្រុកសំរោងខេត្តតាកែវសំណង់ប្រាង្គប្រាសាទបុរាណជាមរតកវប្បធម៌ខ្មែរដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយប្រាសាទភ្នំជីសូរហ្នឹងគឺស្ថិតនៅក្នុងរចនាបថឃ្លាំងនិងពួនបើតាមសិលាចារឹកប្រាសាទនេះត្រូវបានកសាងក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៅដើមសតវត្សទី11ក្នុងរវាងឆ្នាំ1010ដល់1012នៃគ្រិស្តសករាជបើគិតពីរាជ្យព្រះអង្គរវាងឆ្នាំ1002ដល់ឆ្នាំ1050នៃគ្រិស្តសករាជប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រាហ្មណ៍សាសនាគឺព្រះឥសូរបានជាគេថាឧទ្ទិសចំពោះព្រះឥសូរពីព្រោះគេសំអាងលើចម្លាក់នៅលើហោជាងនិងផ្តែរដែលមានឆ្លាក់ប្រាសាទនេះកសាងពីថ្មភក់និងលីប៉ូនីតប្រាសាទភ្នំជីសូរកសាងតាមប្លង់តម្រៀបប្លង់លើអ័ក្សបណ្ដោយពីលិចទៅកើតរួចតគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំចំពោះភាពទាក់ទាញវិញយើងអាចមើលឃើញប្រាសាទភ្នំជីសូរនឹងតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅនៅតាមផ្លូវជាតិលេខ2ឆ្ពោះទៅទិសខាងត្បូង
ប្រាសាទភ្នំជីសូរពិតជាកេរដំណែលដ៏វិចិត្រដែលមិនអាចគណនាបានវាគឺជាមរតកដែលបន្សល់ទុកពីសំណាក់បុព្វបុរសខ្មែរក្នុងការទុកជាទីសក្ការៈបូជាដល់កូនចៅជំនាន់ក្រោយប្រាសាទនេះបានផ្ដល់នូវតម្លៃពីរចំពោះកូនចៅជំនាន់ក្រោយគឺតម្លៃខាងក្នុងនៃប្រាសាទដូចជាការបង្ហាញនៅកាលសម័យអតីតកាលមួយដែលប្រទេសកម្ពុជាមានភាពរុងរឿងលើសគេម្យ៉ាងទៀតបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយមានស្មារតីស្នេហាជាតិមាតុភូមិរួបរមសាមគ្គីក្នុងការសាងសង្គមជាតិប្រកបដោយស្មារតីជាតិនិយមលើសពីនេះប្រាសាទនេះបានបង្ហាញពីសំណង់ស្ថាបត្យកម្មដែលមានការគិតគូរសិក្សាប្រកបដោយបញ្ញាស្មារតីខ្ពស់លើសគេចំណែកតម្លៃខាងក្រៅមានដូចជាប្រាសាទបានផ្ដល់កម្រៃឥតរីងស្ងួតសម្រាប់ប្រជាជាតិកម្ពុជាតាមវិស័យទេសចរណ៍ក្នុងការលក់សេវាកម្មនិងផលិតផលនានាម្យ៉ាងទៀតប្រាសាទបានតំណាងជាមន្ទីរទ្រព្យសម្រាប់ដោះស្រាយបញ្ហាក្នុងការរស់នៅរបស់ភ្ញៀវជាតិនិងអន្តរជាតិតាមរយៈការមកទស្សនាកំសាន្តសិក្សាស្រាវជ្រាវដើម្បីផ្លាស់ប្ដូរបរិយាកាសនៅក្នុងការរស់នៅនិងការបង្កើនភាពស្និទ្ធស្នាលនៅក្នុងក្រុមគ្រួសារជាដើមចំពោះការសិក្សាពីប្រាសាទភ្នំជីសូររបស់ក្រុមខ្ញុំបាទត្រូវបានបញ្ចប់សូមអរគុណ